ជំរាបសួរបងម្នាក់គាត់សួរខ្ញុំថាបងធ្វើម៉េចទើបអាចឡើងតំណែងបានឬក៏ឡើងតួនាទីភាសាសាមញ្ញយើងហៅឡើងតួនាទីឬក៏ឡើងប្រាក់ខែអញ្ចឹងទៅណាខ្ញុំអាចចែករំលែកនៅទីនេះបានដោយសារខ្ញុំឆ្លងកាត់ការងារជាង5-10ឆ្នាំ7-10ឆ្នាំអីដែរណាតើតងទៅនឹងហើយខ្ញុំក៏នៅក្នុងវិស័យ HR ស្រាប់ខ្ញុំឃើញមាន criteria មានន័យថាលក្ខខណ្ឌក្នុងការតម្រូវមួយចំនួនដើម្បីអាចឲ្យមនុស្សម្នាក់ឬក៏បុគ្គលិកម្នាក់អាចទទួលបានការឡើងមុខតំណែងណាឡើងមុខតំណែងអញ្ចឹងជាទូទៅខ្ញុំបញ្ជាក់ទាំងអស់គ្នាថាបុគ្គលិកម្នាក់ដែលគេចាត់ទុកថាអាចឡើងតំណែងបានលុះត្រាតែគាត់ជាបុគ្គលិកមួយដែលយើងហៅថា potential មានន័យថាគាត់មានសក្តានុពលហើយសក្តានុពលវាកើតចេញពីរឿងមួយចំនួនណាអញ្ចឹងខ្ញុំអាចនិយាយបានថាទី1គឺស្នាដៃការងារនៅភាសាអង់គ្លេសយើងហៅថា high performance ណាស្នាដៃការងារល្អអញ្ចឹងមានន័យថាបើគេដាក់ការងារឲ្យគាត់ធ្វើការងារនឹងបានសម្រេចគេដាក់ការរំពឹងទុកថាមួយឆ្នាំនឹងឬក៏6ខែនឹងឬក៏អីត្រូវធ្វើឲ្យសម្រេចកិច្ចការងារនេះកិច្ចការងារនោះគឺគាត់ធ្វើសម្រេចតាមអ្វីដែលគេបានកំណត់ហើយលើសពីការរំពឹងទុកទៀតឧទាហរណ៍គេរំពឹងថាឲ្យធ្វើ10គាត់ធ្វើបានដល់12 13ណាហើយធ្វើបានល្អទៀតទន្ទឹមនឹងហ្នឹងគឺគាត់មានវប្បធម៌មួយដែលស្របទៅតាមស្ថាប័នដែលគេចង់បានអញ្ចឹងនៅក្នុងក្រុមហ៊ុនក៏ដោយនៅក្នុងក្រុមហ៊ុនជាទូទៅគឺគេមានវប្បធម៌របស់គេដែលយើងហៅថា culture អញ្ចឹងវប្បធម៌គេចូលចិត្តអ្នកដែលមានភាពស្រេកឃ្លាន hunger នៅក្នុងការចង់ទៅធ្វើអីអ្នកដែលមានអ្នកដែលចង់ដោះស្រាយបញ្ហាអតិថិជនអ្នកដែលចេះគោរពគេគោរពឯងអ្នកដែលចេះជួយគេជួយឯងណាវាអាស្រ័យទៅលើស្ថាប័ននីមួយៗគេមានវប្បធម៌របស់គេអញ្ចឹងមានន័យថាបើស្នាដៃការងារបកគាត់ល្អបូកជាមួយនឹងវប្បធម៌គាត់អាចក្លាយទៅជាបុគ្គលមួយដែលមាន potential ឬក៏យើងហៅថាបុគ្គលមួយដែលមានសក្តានុពលអញ្ចឹងបុគ្គលដែលមានសក្តានុពលគឺបុគ្គលមួយដែលគេអាចគិតពិចារណាថាគាត់នឹងអាចឡើងតួនាទីឬក៏ឡើងមុខតំណែងប៉ុន្តែពីរចំណុចនេះអត់ទាន់គ្រប់ទេស្ថាប័នមួយអាចឡើងតំណែងបានវាអាស្រ័យថាតើទំហំការងារឬការទទួលខុសត្រូវនឹងឡើងដែរអត់ណាអញ្ចឹងជួនកាលយើងមានការយើងធ្វើការបានល្អយើងមានស្នាដៃការងារល្អយើងមានវប្បធម៌ល្អប៉ុន្តែអាទំហំការងារយើងវានៅដដែលនៅទំហំការងារយើងវានៅតែប៉ុណ្្នឹងវាអត់មានទំហំអីកើនឡើងទេអាហ្នឹងក៏គេអត់ឲ្យឡើងដែរគេឲ្យនៅតំណែងនឹងដែរគេសុខចិត្តឡើងប្រាក់ខែបដាអញ្ចឹងទៅមួយទៀតគេហៅថា size of scope ឬក៏ job scope ហ្នឹង size វាធំជាងមុនមានន័យថាទំហំការទទួលខុសត្រូវនិងទំហំការងារហ្នឹងវាធំជាងមុនដែរអញ្ចឹងមានន័យថាបើទាំងអស់នេះចង់ឡើងតំណែងវាត្រូវទី1ពឹងអាស្រ័យលើកត្តាពីរមិញដូចខ្ញុំនិយាយស្នាដៃការងារបូកជាមួយនឹងវប្បធម៌ស្របទៅតាមស្ថាប័នហ្នឹងទី2គឺយើងជាបុគ្គលនឹងជាបុគ្គលិកនឹងអាចទៅធ្វើការងារផ្សេងទៀតដែលវាមានទំហំធំជាងអាការងាររាល់ថ្ងៃនេះណាអញ្ចឹងបើខ្ញុំនិយាយថាទាំងអស់គ្នារាល់ថ្ងៃកំពុងធ្វើការនៅក្នុងកម្រិត1ទាំងអស់គ្នាឥឡូវហ្នឹងអាដែលនេះទាំងអស់គ្នាអាចធ្វើអាកម្រិត1ហើយបូកទៅធ្វើអាកម្រិត2ទៀតណាអញ្ចឹងបើទាំងអស់គ្នាស្ម័គ្រចិត្តនៅក្នុងការធ្វើកម្រិត2ហើយធ្វើក្នុងរយៈពេលណាមួយទៅឧទាហរណ៍ថា6ខែអញ្ចឹងទៅគេមើលឃើញស្នាដៃរបស់យើងថាយើងពិតជាមនុស្សមួយដែលមានសមត្ថភាពអាចធ្វើអាការងារទី1ក៏បានអាទី2ដែលមានការទូខុសត្រូវនឹងនៅក្នុងតំណែងដែលខ្ពស់ជាងមុននឹងយើងក៏អាចទៅធ្វើបានអាហ្នឹងហើយដែលគេផ្ដល់ឱកាសក្នុងការតម្លើងតំណែងឲ្យយើងឬក៏ឡើងតួនាទីឡើងប្រាក់ខែអីហ្នឹងណាអញ្ចឹងត្រឡប់មកវិញគឺកត្តាពី3ដែលគេមើលទៅមុននឹងតម្លើងតំណែងឲ្យយើងគឺទី1កត្តាស្នាដៃការងារធ្វើអាការងាររាល់ថ្ងៃនឹងឲ្យបានល្អបូកជាមួយនឹងវប្បធម៌ដែលយើងមានន័យថាវប្បធម៌របស់យើងអាកប្បកិរិយាតចរិតឯនោះស្របទៅតាមគោលដៅផាក្រុមហ៊ុនហើយនឹងទី3គឺយើងអាចទៅធ្វើនៅក្នុងយើងអាចទៅធ្វើទំហំការងារមួយដែលធំជាងមុនឬក៏ការទទួលខុសត្រូវមួយដែលធំជាងមុនតែយើងនៅតែអាចធ្វើបានអញ្ចឹងពី3នឹងបូកចូលគ្នាទាំងអស់គ្នានឹងមានឱកាសនៅក្នុងការតម្លើងតំណែងហើយអូខេអរគុណច្រើនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា